លោកស្រីផែថងឋានប្រកាសថាគ្មានការលាលែងពីតំណែងនិងគ្មានការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះឡើយក្រោយបញ្ចប់ការប្រជុំនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងឋានស៊ីណាវ៉ាត់នៅព្រឹកថ្ងៃប្រហ័សទី19ខែមិថុនាឆ្នាំ2025នេះបានប្រកាសថាមិនលាលែងពីតំណែងនិងសុំទោសប្រជាជនថៃចំពោះការលេចធ្លាយคลิปសម្លេងដោយហៅថាជាការគំរាមកំហែងដល់សន្តិសុខជាតិលោកស្រីផែថងឋានស៊ីណាវ៉ាត់បានបញ្ជាក់ថាខ្ញុំសូមទោសបងប្អូនជនជាតិថៃទាំងអស់ទាក់ទងនឹងคลิปសម្លេងនៃការសន្ទនារបស់ខ្ញុំជាមួយថ្នាក់ដឹកនាំកម្ពុជាខ្ញុំមិនដឹងថានឹងត្រូវបានថតនិងផ្សព្វផ្សាយបែបនេះទេឥឡូវនេះយើងបានបញ្ជាក់រឿងនេះជាមួយកងកម្លាំងប្រដាប់អាវុធហើយនេះជាពេលដែលយើងត្រូវសហការនិងបង្រួបបង្រួមកម្លាំងរបស់យើងគ្រប់ភាគីបានសន្និដ្ឋានថានេះជាការគំរាមកំហែងដល់សន្តិសុខជាតិនេះមិនមែនជាការគំរាមកំហែងតូចតាចនោះទេថ្ងៃនេះយើងគ្មានពេលឆ្លោះគ្នាឯងបែបនេះទេយើងត្រូវការពារអធិបតេយ្យភាពរបស់យើងដោយឡែកក្រសួងការបរទេសថៃបានក៏អញ្ជើញលោកហ៊ុនសារឿនឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសថៃឲ្យទទួលលិខិតតវ៉ាទាក់ទងនឹងការលាតត្រដាងខ្សែអត្ថសម្លេងនៃការសន្ទនាឯកជនរវាងនាយករដ្ឋមន្ត្រីថៃនិងសម្ដេចហ៊ុនសែនប្រធានប្រសិទ្ធិកម្ពុជាដែលក្នុងនោះថៃបានលើកឡើងថាមិនអាចទទួលយកបានឡើយ